Bong bóng miền chế tôm nhằm ọt ó dọc mà thơ nôm bạp ní nhằm miền rùi chết ngắn sạch nôm khang khăn lăng tuần khang khéo với nhau lăng xuôi bong bóng nơi cha hay bong bóng mơ sạch nôm á lọ mẹn tên mong á khang khăn với lăng xuôi chui cho mùi nơi lăng ngỡ rồi biết thơ nghe xuôi mẹn tên bong bóng tỏ lấy tơ mơ pi rồi biết thơ cho mùi nhau không ai khát bèខ្ញុំមិនជ័យបងម7ផ្លែខ្ញុំដាក់ស្ងោបងប្អូនប្រើចេកណាវ៉ាក៏បានដែរហើយខ្ញុំស្ងោឆ្អិនហើយខ្ញុំបកសម្បកចោលស្ងោវាឆ្អិនល្មមទៅខ្ញុំស្ងោចង់ជ្រុលពេលដែលបកសម្បកហើយហ្នឹងខ្ញុំប៉នវាដាក់អំបិលមួយចិបចេកខ្ញុំនេះមានចំនួន73ខាំបងប្អូនខ្ញុំថ្លឹងចាហើយប្រើស្ករសនេះ2ស្លាបព្រាបាយពេញតែផ្អែមល្មមទេបងប្អូនចង់ផ្អែមខ្លាំងតិចដាក់3ស្លាបព្រាឬ2ស្លាបព្រាកន្លះទៅស្ករសហ្នឹងចាហើយអង្ករដំណើប3ស្លាបព្រាបាយជាមួយនឹងម្សៅខ្សាយនេះ3ស្លាបព្រាបាយបន្ទាប់មកខ្ញុំបន្តកូរច្របល់ម្សៅហ្នឹងឲ្យសព្វបន្តិចហើយបន្ថែមជាមួយប្រេងហ្នឹង1ស្លាបព្រាបាយចារួចហើយបន្តច្របល់ម្សៅទាំងអស់ហ្នឹងឲ្យសព្វការលាយម្សៅនេះបងប្អូនលៃតាមហ្នឹងទៅកុំឲ្យវាជ្រាយពេកកុំឲ្យវារឹងពេកហើយខ្ញុំមើលទៅយ៉ាងជ្រាយបងប្អូនខ្ញុំបន្ថែមជាមួយនឹងម្សៅខ្សាយហ្នឹង1ស្លាបព្រាបាយម្សៅដំណើបហ្នឹង1ស្លាបព្រាបាយទៀតយើងដាក់ឲ្យស្មើគ្នាម្សៅដំណើបម្សៅខ្សាយហ្នឹងម្សៅដំណើប4ស្លាបព្រាបាយម្សៅខ្សាយ4ស្លាបព្រាបាយចេកហ្នឹង73ខាំសាច់ចេកហ្នឹងបងប្អូនពេលដែលខ្ញុំបកឲ្យខ្ញុំថ្លឹងមើលហើយកុំឲ្យទន់ពេកកុំឲ្យរឹងពេកការលាយម្សៅហ្នឹងហើយយើងយកមកធ្វើជាដូចនំកងអញ្ចឹងមកនេះបងប្អូននៅក្នុងវីដេអូខ្ញុំធ្វើឲ្យបងប្អូនមើលអញ្ចឹងជ្រលក់ជាមួយទឹកស្អាតអញ្ចឹងយកមកប្រឡាក់ជាមួយនឹងល្ងជាប់ល្អបងប្អូនពេលដែលយើងយកទៅបំពងហ្នឹងល្ងហ្នឹងវាអត់រស់ចេញពីនំណាបងប្អូនចាល្ងខ្មៅឬល្ងសតាមការចូលចិត្តទេបងប្អូនហើយបងប្អូនអត់ដាក់ជាមួយល្ងក៏បានដែរក៏ឆ្ងាញ់មួយយ៉ាងដែរហើយខ្ញុំបន្តដាក់ខ្ទះដាក់ប្រេងឲ្យក្តៅយកនំដែលខ្ញុំធ្វើឲ្យមិញហ្នឹងយកមកដាក់បំពងហើយការបំពងនេះដំបូងខ្ញុំបើកភ្លើងខ្លាំង5នាទីឲ្យសាច់នំក្តៅសព្វហើយខ្ញុំបន្តបន្ថយភ្លើងល្មមចាហើយអាសាត្រឡប់ប្រែវាចុះឡើងដើម្បីឲ្យសាច់នំហ្នឹងឆ្អិនសព្វល្អខ្ញុំចំអិននំហ្នឹងខ្ញុំអត់កំណត់នាទីទេបងប្អូនពេលដែលវាក្រៀមហើយខ្ញុំបើកភ្លើងខ្លាំងវិញដើម្បីកុំឲ្យបឺតប្រេងហើយមើលតាក្រៀមល្មមឆ្អិនហើយខ្ញុំបន្តស្រង់វាដាក់កញ្ច្រែងមួយអញ្ចឹងមកដើម្បីឲ្យវាច្រោះប្រេងទ្រាប់កណ្ដាស់ពីក្រោមអញ្ចឹងមកចាល្អណាស់បងប្អូនអើយមើលនំឡើងស្រួយហ្មងនិយាយមែនណាបងប្អូនកូនខ្ញុំចូលចិត្តណាស់បងប្អូនអើយពិសេសកូនពៅចូលចិត្តចេកណាស់បងប្អូនមិនថានំខេកនិយាយទៅឲ្យតែរសជាតិចេកកូនពៅខ្ញុំចូលចិត្តណាស់បងប្អូនចាហើយមើលសាច់នំបងប្អូនល្អមែនតែនហ្មងញ៉ាំទៅឆ្ងាញ់ហ្មងបានចេកណាំវ៉ាធ្វើកាន់តែឆ្ងាញ់ខ្ញុំអត់មានខ្ញុំចំនួនដល់ចេកពងមាន់ណា